សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទផាមួងខ្មែរសុទ្ធបងប្អូនហើយរៀបពុម្ពកាត់ដើម្បីឲ្យកូនជាងគាត់យកទៅដេរបងប្អូនពុម្ពអាវនេះដែរគឺជាប្រភេទពុម្ពអាវវាក្លៀកបងប្អូនហើយយើងមានผ้าห่มដណ្ដប់ពីលើណាហើយผ้าห่มរបស់យើងគឺជាប្រភេទผ้าห่มដែលយើងដិនរំលេចពណ៌មាសបងប្អូនគឺស្រស់ស្អាតហើយពុម្ពអាវប្រភេទនេះហើយនឹងកណាត់ប្រភេទផាមួងខ្មែរពេលដែលបងប្អូនរៀបពុម្ពគឺយើងត្រូវតែលែងមើលបែបនេះណាបងប្អូនដោយសារតែបងប្អូនជាងដេរគឺគាត់ដឹងស្រាប់ហើយពុម្ពអាវប្រភេទផាមួងខ្មែរឬក៏ហោខ្មែរជាទូទៅប្រភេទកណាត់គឺធ្មេញឈើខ្លីបងប្អូនការលៃពុម្ពរបស់យើងក៏ដូចគ្នាដែរយើងត្រូវតែលៃឲ្យអស់ដោយសារតែម៉ូដដែលខ្ញុំកំពុងតែធ្វើនេះគឺអត់មានយករងជើងទេបងប្អូនចឹងបានន័យថាយើងដករងជើងចេញណាយើងកាត់ប្រភេទលាតដើម្បីឲ្យស៊ីជាមួយនឹងผ้าห่มដែលយើង highlight ដិនពណ៌មាសបងប្អូនជាទូទៅបងប្អូនតែងតែឃើញខ្ញុំកាត់ប្រភេទពុម្ពអាវដែលខ្ញុំផ្ទាស់នៅលើកណាត់បែបហ្នឹងហើយអត់មានបានគូសវាសឬក៏ទុកថ្នេរធំអីទេអញ្ចឹងថ្ងៃហ្នឹងដែរដោយសារតែខ្ញុំមានបងប្អូនខ្លះគាត់សួរពាក់ព័ន្ធនឹងប្រភេទពុម្ពអាវរបស់ខ្ញុំបែបហ្នឹងណាបងប្អូនព្រោះមួយរយៈមុនក៏ខ្ញុំបានចែកពុម្ពសម្រាប់បងដែលគាត់យកទៅដេរពាក់ខ្លួនឯងឬក៏បងដែលគាត់ចង់យកទៅកាត់ឲ្យកូនឬក៏បងប្អូនពាក់អញ្ចឹងណាគាត់ក៏បានសួរដែរដោយសារតែពុម្ពពីជាទូទៅគឺខ្ញុំកាត់ពុម្ពដែលខ្ញុំធ្វើចេញទៅគឺខ្ញុំទុកថ្នេរដេរសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំទុកតែមួយលេខទេហើយការកាត់នេះដែរគឺខ្ញុំមិនបានគូសវាស់វែងអីទេបងប្អូនដោយសារតែនិយាយទៅជំនាញយើងជំនាញនៅខាងហ្នឹងហើយបងប្អូនការដេរក៏យើងវាមានតិចនិចក្នុងការដេរដែរអញ្ចឹងបងប្អូនមិនចង់សាយទេដោយសារថាជាងជាទូទៅគឺយើងមានតិចនិចសម្រាប់ខ្លួនឯងក្នុងការកាត់និងការដេរបងប្អូនຂະຫນាតក្នុងការដេរនិងកាត់របស់ខ្ញុំគឺប្រភេទពុម្ពដូចខ្ញុំកំពុងតែរៀបនេះគឺខ្ញុំទុកថ្នេរដេរតែមួយលេខទេបងប្អូនហើយចំណែកថ្នេរចំហៀងវិញគឺខ្ញុំទុកនៅលើពុម្ពនឹងរួចរាល់ទេបងប្អូនខ្ញុំគ្រាន់តែបញ្ចេញថ្នេរដែលយើងជ្រៀកហ្នឹងគឺយើងទុកតែមួយលេខទៅគឺអូខេសម្រាប់ខ្លួនខ្ញុំណាបងប្អូនដោយសារតែវាជាវិធីសាស្ត្រសម្រាប់ខ្ញុំកាត់និងដេរខ្លួនឯងផ្ទាល់ដែរតែបើសិនជាបងប្អូនដែលគាត់ចង់បានពុម្ពពីខ្ញុំទៅហើយគាត់បានហើយគាត់កាត់ឬក៏គាត់យកទៅដេរគឺត្រូវតែធ្វើដូចខ្ញុំដូចគ្នាព្រោះដោយសារតែបើសិនជាបងប្អូនទុកថ្នេរធំជាងពុម្ពរបស់ខ្ញុំគឺពេលដែលដេរមកក៏អត់បានស្អាតរៀបរយដូចអ្វីដែលខ្ញុំកំពុងតែធ្វើដែរបងប្អូនហើយក៏ចង់បញ្ជាក់ជាមួយបងប្អូនដែរថាការដេរនិងការកាត់គឺយើងមានតិចនិចខុសគ្នាទាំងអស់បងប្អូនគឺអត់មានដូចគ្នាទេបងប្អូនដែលមានចម្ងល់ពាក់ព័ន្ធនឹងការកាត់ដេរបងប្អូនអាចសាកសួរព័ត៌មានពីបងប្អូនបានអាចចូល comment ក្នុងវីដេអូនេះក៏បានឆាតចូល page ក៏បានដូចគ្នាអរគុណច្រើន